នាងទាំង12ពិការភ្នែកដោយសារយៈសន្ធិមាបានធ្វើបាបដល់ពេលរិទ្ធិសែនធំឡើងក៏បានធ្វើដំណើរកាត់វាលចូលព្រៃទៅយកក្របភ្នែកពីនគរយៈមកជូនអ៊ំទាំង12ដែលគាត់ពិការភ្នែកនៅតាមផ្លូវមានការស្នាក់នៅពេលខ្លះដូចថាត្រូវសម្រាប់ក្រោមដើមឈើធ្វើដំណើរច្រើនយប់ច្រើនថ្ងៃហើយនៅពេលថ្ងៃយប់មួយនោះអីសីបានឃើញពេលរិទ្ធិសែនកំពុងតែដេកលងលក់អីសីក៏បានជួយកែពាក្យពេចន៍នៅក្នុងសម្បត្តិឲ្យល្អគឺថាពេលណាជួបកងរៃសូមឲ្យកងរៃទទួលធ្វើជាស្វាមីរៀបអភិសេកចាលិខិតនោះក៏បានទៅដល់កងរៃហើយក៏កងរៃធ្វើតាមព្រោះអីកងរៃគិតថាជាសំណើរបស់មេដាចាពេលទៅដល់ទីនោះហើយព្រះទិសែនក៏យកក្របភ្នែកនោះបានកងរៃដឹងហើយតាមដេញតាមព្រះទិសែនហើយនៅពេលព្រះទិសែនបានឃើញកងរៃហើយក៏បានបោះថង់ទឹកមួយឲ្យคล้ายទៅជាភ្នំហើយមួយទៀតคล้ายជាសមុទ្រហើយនឹងថង់មួយទៀតអាចคล้ายជាភ្លើងជ្រែកដៃបានទីបំផុតរិទ្ធិសែនក៏បានយកក្របភ្នែកមកជូនអ៊ំវិញធ្វើឲ្យអ៊ំទាំងអស់មានភ្នែកភ្លឺដូចធម្មតាមហេសីទាំង12បានចូលមករស់នៅក្នុងវាំងដូចធម្មតារិទ្ធិសែនក្លាយជាបុត្រាដ៏ឆ្លាតវៃនិងមានប្រជាប្រិយដែលបានជួយអ៊ំទាំង12ឲ្យរួចផុតពីគ្រោះថ្នាក់សូមអរគុណច្រើនមិត្តភក្តិបងប្អូនចាសូមជួបគ្នាពេលក្រោយទៀតចា thank you